ចាសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាប្រជាកសិករទាំងអស់ខ្ញុំណែនាំប្រភេទស្មៅដែលចិញ្ចឹមគោនិងចិញ្ចឹមកដុបកវៃពពាសេះកងានបានណាបងនេះជាប្រភេទស្មៅរ៉ូស៊ីជាប្រភេទស្មៅដើមទុនល្អិតបងអាចចិញ្ចឹមគោចិញ្ចឹមកងានមន់ទាបានណាដើមវាតូចល្មមហើយសម្រាប់បងដែលចិញ្ចឹមគោបងអាចប្រើស្មៅច្រើនប្រភេទមាន Sweet Jumbo Sugam Guinea Mombasa ឬក៏ Atra Tham ក៏បានដែរបងប្អូនទាំងអស់គ្នាមួយវិញទៀតបងដែលចិញ្ចឹមកដោបណាខ្ញុំណែនាំប្រភេទស្មៅ Mombasa Guinea សម្រាប់ Mombasa Guinea នេះអាយុកាលវាវែងមែនតែនប្រមូលផលបានយូរឆ្នាំមួយទៀតបងអាចប្រើជាប្រភេទ Monlever ជាប្រភេទស្មៅអាយុកាលវែងស្លឹកធំដូច Guinea Mombasa ដែរហើយសម្រាប់ស្មៅផ្អែមវិញគឺជាប្រភេទស្មៅ Sugam ស្លឹកធំដើមដូចពោតស្លៃសម្រាប់ Sweet Jumbo ក៏ដូចគ្នាដែរបងទាំងអស់គ្នាស្លឹកធំសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់មិនថាបងចំកដោបែបនេះឬមួយក៏បងដែលចិញ្ចឹមគោចង់បានសាច់ចង់បានទិន្នផលខ្ពស់បងអាចជ្រើសរើសប្រភេទគ្រាប់ពូជយកទៅដាំបានសម្រាប់ខាងប្អូននេះយើងមានច្រើនប្រភេទបងអាចជ្រើសរើសប្រភេទមួយណាក៏បានដែរសិតតែជាប្រភេទស្មៅដែលមានប្រូតេអ៊ីនខ្ពស់សម្រាប់បំពន់កដោបគោកវៃពពាសេះមន់ទាកងានអីគឺបានយ៉ាងល្អណាបងទាំងអស់គ្នាសម្រាប់រាល់ការកម្មងរបស់បងទាំងអស់គ្នាបងអាចឆាតចូលពេកបាន